រឿងនឹងយ៉ាងមិនទៅខ្ញុំចាំអស់3ម៉ោងទៅហើយមិនទាន់ចេញមកទៀតមែនហើយធម្មតាតែ2ម៉ោងគេចេញមកហើយណែយកទៅចាក់នៅធុងសម្រាមនោះទៅបាទអូមកហើយអូឆាប់ទៅដើមទៅឆាប់ទៅដើមទៅអូនេះជារបស់ខ្ញុំទេเอาខ្ញុំមកនេះអូយទីបំផុតខ្ញុំនៅដើមបានគំនូទៅរបស់ឆាងភូហើយเอาខ្ញុំកុំទៅដើមរបស់ខ្ញុំឲ្យមកខ្ញុំខ្លាញ់ម្ចាស់នេះគ្រប់ទេបន្តិចបានហើយនៅខាងក្រៅមានមនុស្សច្រើនណាស់សុំគំនូមិនរវល់នឹងគេទេអីទៅរើសសម្រាប់ឲ្យគេទៅថ្ងៃនេះយើងមិនគូទេបាទអ្នកប្រុសជុកអូយបងថាងបងជុកបងថាងជួយខ្ញុំផងហើយមើលទៅបងជុកប្រកាសជាចាញ់នៅសល់តែកាតហើយនេះអើយព្រះបង្កើតខ្ញុំមកអ្នកដែលដឹងចិត្តខ្ញុំមានតែបងថាងទេហើយក្នុងចំណោមអ្នកមានន័យជាណាមអ្នកសង្ហាជាងគេគឺបងជុកហើយមិនស្ដាយមាសមិនស្ដាយប្រាក់រកការសបាយច្រើនគេឈ្មោះបងជុកអ្នកណាមិនស្គាល់ទៅមិនថាអញ្ចឹងហ៎អូយសរសើរខ្ញុំពេកហើយប៉ុន្តែបើប្រៀបការល្មមរបស់បងថាងវិញខ្ញុំបាទមិនប្រៀបត្រឹមនឹងបងទេប៉ុន្តែបងជុកតែប្រហែលថ្ងៃសោះចាញ់អស់រាប់រយដំឡឹងទៅហើយមកស្រែកឲ្យគេជួយធ្វើរបៀបនេះមិនមែនជាមិនជោបាយទេបងចេះដឹងមែនខ្ញុំបាទមានគំនិតយ៉ាងនេះមែនលើកនេះចង្រៃណាស់គ្រាន់តែមកប្រើសោះចាញ់អស់គេអាកអស់ជាង30ម៉ឺនដំឡឹងឯណោះសង្ឃឹមថាបងថាងជួយគូគំនូឲ្យខ្ញុំ30ផ្ទាំងដើម្បីឲ្យខ្ញុំសងបំណុលគេបានមិនអីទេសួយចេញទៅក្រៅទៅបានអាចគួតឯស្មានតែកន្លែងនេះជាកន្លែងសង្គ្រោះចង់បានគំនូ30ផ្ទាំងឲ្យអត់ប្រយោជន៍ទេកុំធ្វើយ៉ាងអីគឺខ្ញុំមិនល្អខ្ញុំអាក្រក់ឥឡូវខ្ញុំសារភាពថាកុសហើយបងមិនយល់ដល់ខ្ញុំដែលធ្លាប់យកគំនូស្រានឲ្យបងមើលក៏យល់ដល់ខ្ញុំដែលធ្លាប់ជួយលក់គំនូឲ្យបងដែរឥឡូវបងប្អូននៅខាងក្រៅថាបើគ្មានគំនូ30ផ្ទាំងទេគេនឹងយកក្បាលខ្ញុំហើយជួយខ្ញុំផងយកក្បាលឯងមិនត្រឹមតែបងប្អូនមិនជួយឯងប៉ុណ្ណោះទេសូម្បីតែខ្ញុំនឹងគូគំនូទុំព្រលឹងឲ្យឯងមួយទៀតថាឯងងាប់ដោយមិនស្ដាយអើយបងអើយកុំតែចិត្តមេត្តាពេកយ៉ាងច្រើនណាស់ខ្ញុំសូមស្បត់ទៅចុះថ្ងៃក្រោយបើខ្ញុំលេងល្បែងទៀតសូមឲ្យស្រីមុខអាក្រក់រំលោភខ្ញុំរំលោភរហូតដល់ទុំកកទៅចុះប៉ុណ្ណឹងតើបងសុខចិត្តហ៎ស្បត់ថោកញាបយ៉ាងនេះក៏ស្បត់បានដែរឡងខ្ញុំជួយគូឯងម្ដងទៀតចុះអ្នកយាមរៀបចំកន្លែងគូគំនូពិតជាចិត្តអដល់ឆ្អឹងមែនមិនបាននិយាយច្រើនដល់ខោអាវភ្លាមដល់ខោអាវបងចង់យ៉ាងម៉េចខ្ញុំងាប់